ថ្ងៃនេះចេញពីផ្សារអាកាសកោងបងប្អូនទាំងគ្នាខ្ញុំមកដល់ទីនេះមកប្រហែលជា7:12ម៉ោង11:12ណាថាចូលមករកអីញ៉ាំតែចាស្ដាយចូលមកដល់គឺរីសបាយមែនទែនតាក់ទងជាមួយរបស់ញ៉ាំគឺសឹងអស់ទៅហើយសម្រាប់បង្អែមរបស់គាត់ណាគឺចិត្តអស់ទៅហើយនៅសល់តែ2 3មុខទេប៉ុន្តែសំខាន់វាចំអារបស់ដែលខ្ញុំចូលចិត្តញ៉ាំមែនទែនតាក់ទងជាមួយនឹងបង្អែមគ្រប់ថ្នោតហ្នឹងឯងចូលចិត្តអ្វីដែលសំខាន់មួយទៀតដែលខ្ញុំចូលមករកហ្នឹងគឺតាក់ទងជាមួយនឹងកន្លែងប្រហិតហ្នឹងឯងជាជើងចាស់បងប្អូនគាត់លក់ដូរនៅទីនេះមិនមែនតិចឆ្នាំទេគាត់លក់ចូល20ឆ្នាំជាងទៅហើយនៅកន្លែងហ្នឹងណាគាត់លក់3នាក់លក្ខណៈថាគ្រួសារគាត់អញ្ចឹងទៅហើយប្រហិតរបស់គាត់មានមួយចង្កាក់1000 2000 1500អីទៅតាមបងប្អូនយើងរើសព្រោះអីអាហ្នឹងវាតម្លៃមិនស្មើគ្នាទេហើយនេះបងប្អូនមួយទៀតគឺតាក់ទងជាមួយនឹងគៀវតាក់ទងជាមួយនឹងគេហៅថាប្រហិតរុំបន្លែគ្រប់មុខហ្នឹងណាដល់ដូចជា10គ្រាប់6000មួយគ្រាប់វាស្មើនឹង600រៀលអញ្ចឹងទៅហើយខ្ញុំក៏បានចាប់មកកូនចានដៃតូចផកគេអញ្ចឹងទៅអត់ដូចជាប្រហែលនេះខ្ញុំភ្លេចបាត់ទៅប៉ុន្តែសំខាន់នៅកន្លែងនៅផ្សារអាកាសកោងហ្នឹងបើតាមខ្ញុំដឹងដូចជាមានតែអ្នកមិញមួយទេដែលគាត់លក់តាក់ទងជាមួយនឹងប្រហិតប្រភេទបែបហ្នឹងណានិយាយរួមទៅបងប្អូនយើងនៅផ្សារអាកាសកោងក៏ដូចជាបងប្អូនយើងដែលគាត់រៀននៅសាលាចិត្តហ្នឹងដូចជាអនុវិទ្យាល័យស្រីមង្គលអីហ្នឹងប្រកាសជាស្គាល់អ្នកមិញហើយអ្វីដែលពិសេសមួយទៀតគឺតាក់ទងជាមួយនឹងប្រទេសឆារបស់គាត់ហ្នឹងឯងទឹកជ្រលក់គាត់គឺមានតែមួយមុខទេអត់ហិលទេប៉ុន្តែបើបងប្អូនយើងចង់ហិលអូខេអាចអេដជាមួយនឹងប្រទេសឆារូបមន្តប្រចាំកន្លែងគាត់អញ្ចឹងទៅហើយមួយចង្កាក់1000 1500ដូចបងប្អូនបានឃើញស្រាប់អញ្ចឹងនៅទីនេះលក់ដូរគឺបែបសាមញ្ញប៉ុន្តែរសជាតិអូបងប្អូនចង់ថារសជាតិក៏ឲ្យគាត់អែមណាហើយបងប្អូនយើងចង់អង្គុយញ៉ាំនៅទីនេះក៏បានចង់ខ្ចប់ដូចខ្ញុំក៏បានដែរឥឡូវចាំមើលសាក់សួរអ្នកមិញមើលថាតើគាត់លក់ដូរទីនេះយ៉ាងណាចាំចង់ឲ្យគាត់និយាយប្រាប់បងប្អូនយើងឲ្យបានដឹងអញ្ចឹងណាអូខេតោះជិត20ឆ្នាំណាអូហើយអ្នកមិញនិយាយមែនតើទៅនៅកន្លែងគាត់តាក់ទងប្រហិតគឺមានច្រើនហើយចាអារម្មណ៍មួយទៀតលពូគាត់ពងអត់ធ្វើហ្នឹងគេហៅប្រហិតអីគេបន្លែរុំបន្លែគ្រប់មុខប្រហិតរុំបន្លែគ្រប់មុខហើយហ្នឹងគេលក់លៀបបែបនេះ6000បាទ10 6000អ្វីដែលនៅទីនេះខ្ញុំចាអារម្មណ៍ជាងគេគឺតាក់ទងជាមួយនឹងទឹកជ្រលក់ផងគាត់មានប្រហែលមុខមិញ2ហ៎អត់ទេតែមួយមុខតែមួយមុខទេប៉ុន្តែគេលាយជាមួយម្ទេសខ្ញុំទើបតែឃើញហ្នឹងមែនព្រោះអីទឹកជ្រលក់វាច្រើនឃើញគេប្រើហិលលាយហិលតែម្ដងតែនេះនៅកន្លែងនេះមិញគឺគាត់ដាក់ជាមួយនឹងម្ទេសឲ្យយើងតំណមែនតើហើយបងប្អូនបានឃើញស្រាប់អញ្ចឹងមានច្រើនមុខមែនតើណានៅនេះគេហៅថាផ្សារអាកាសកោងហើយអ្នកមិញលក់យូរហើយ20ឆ្នាំហើយជើងចាស់ហើយបងប្អូនយ៉ាងណាខ្លះស្គាល់ជិះខមមិនប្រាប់ខ្ញុំផងអរគុណច្រើនអ្នកមិញអូនអ្នកមិញនៅនេះហាសនាមអ្នកមិញឈ្មោះអីគេហាសនាមធ្វើអីតាហាសនាមធ្វើអីគេស្គាល់ពីច្រើនគេស្គាល់តូបអីគេតូបនៅសារអាកាសកោងលក់ប្រហិតមានតែមួយទេចូលមកគឺមានតែមួយទេចាកាលមុនមាន2ឥឡូវគេឈប់ហើយអូចឹងប្លុកក្នុងប្លុកញ៉ាំគឺមានតែអ្នកមិញមួយទេដែលគាត់លក់តាក់ទងអាហ្នឹងណាចឹងអ្នកមិញឈ្មោះគេដែរឈ្មោះលីដូចខ្ញុំដែរខ្ញុំលីដែរលីគុណរៃសានលីគុណរៃសានចាប់បងឈ្មោះគេដែរដាលីនអូខេដាលីនអរគុណច្រើនបងអរគុណច្រើនអ្នកមិញបានអូខេដល់អ្វីដែលអ្នកមិញលីហើយនឹងបងស្រីគាត់បញ្ជាក់អញ្ចឹងនៅទីនេះគឺគាត់លក់ដូរគឺយូរឆ្នាំហើយជាង20ឆ្នាំហើយមនុយរបស់គាត់គឺមានច្រើនមុខមែនតើតាក់ទងជាមួយនឹងប្រហិតហ្នឹងណាទឹកជ្រលក់ក៏អែមដែរហើយចឹងហើយសម្រាប់ពុកម៉ែបងប្អូនយើងណាខ្លះដែលជាម៉ូជា fan របស់បងស្រីហើយអ្នកមិញអូខេបើសិនជាបានឃើញវីដេអូមួយនេះអូខេសូមជួយ share ម្នាក់មួយផងឬក៏ជួយ comment ម្នាក់មួយផងថារសជាតិនៅកន្លែងគាត់អីយ៉ាងម៉េចអីយ៉ាងម៉ាអញ្ចឹងណាហើយនៅទីនេះមិនខ្វះទេរបស់ញ៉ាំបងប្អូនគឺមានច្រើនហើយសម្រាប់អ្នកមិញគឺគាត់លក់តាក់ទងជាមួយនឹងបាយអាហារពេលព្រឹកអញ្ចឹងទៅហើយចេះស្ដែងខ្ញុំមកនេះដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺមកចូលមកប្រហែលជា12អញ្ចឹងណាដល់ពេលអញ្ចឹងក៏សឹងទៅអស់របស់ញ៉ាំទៅហើយនៅផ្សារអាកាសកោងយើងនេះគឺមើលទៅមានការផ្លាស់ប្ដូរច្រើនដែរកាលពីមុនរៀងតលាយដើរគឺអត់ទៅជាអៀតទេតែចូលមកស្អីនេះគឺជាអៀតមែនតើបងប្អូនចង់ថាគេដាក់មកប្រឡោះមកផ្លូវដើរអញ្ចឹងណាអូខេចាប់ពីខ្ញុំមីលីគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនចេញពីផ្សារអាកាសកោងទឹកដីសក្កណារបស់ខ្ញុំអរគុណច្រើនបាយបាយ